ប្រសិនបើដើមឈើរបស់អ្នកមិនចេញផ្លែគុំចំណាយលុយទិញថ្នាំឬជីចម្លែកទៀតអីព្រោះវាគ្រាន់តែធ្វើឲ្យដើមឈើរបស់អ្នកដុះតែស្លឹកប៉ុណ្ណោះហើយស្ដាប់ឲ្យច្បាស់ដើមឈើរបស់អ្នកមានលទ្ធភាពផ្ដល់ផលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅខាងក្នុងហើយវាគ្រាន់តែត្រូវការឲ្យអ្នកជួយបន្តិចបន្តួចជាមួយនឹងគន្លឹះសាមញ្ញចំនួន3ដែលខ្ញុំនឹងបង្ហាញអ្នកប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីអ្នកនឹងឃើញវាចេញផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអ្នកមិនធ្លាប់ឃើញពីមុនមកដូច្នេះសូមតាមដានគន្លឹះទី1ឲ្យមែនទែនល្អតោះយើងចាប់ផ្ដើមអនុវត្តវិធីសាស្ត្រទី1ទាំងអស់គ្នាចូលទៅជិតដើមឈើរបស់អ្នកឈរនៅក្បែរវាហើយសម្លឹងមើលទៅលើរឿងដំបូងដែលអ្នកត្រូវរកមើលគឺអ្វីដែលអ្នកស្រែចម្ការយើងហៅថាមេឃចោលឬមេឃដែលដុបបញ្ឈរសូមសង្កេតមើលមេឃមួយនេះដែលខ្ញុំកំពុងកាន់ក្នុងដៃតើអ្នកឃើញទេថាវាដុះត្រង់ឡើងទៅលើមេឃយ៉ាងណាវាដុះត្រង់រឹងមាំហើយមានពណ៌បៃតងស្រស់ស្អាតណាស់ប៉ុន្តែខ្ញុំសូមប្រាប់អ្នកអ្វីមួយមេឃឈើនេះកំពុងតែបោកបញ្ឆោតអ្នកហើយមេឃឈើនេះប្រៀបដូចជាបំពង់ផ្សែងដែលដើមឈើកំពុងតែបញ្ចេញកម្លាំងនិងសារធាតុចិញ្ចឹមទាំងអស់ដែលវាស្រូបយកពីដីចោលអស់ប្រសិនបើដើមឈើរបស់អ្នកពោពេញដោយមេឃត្រង់បែបនេះគុំសង្ឃឹមថានឹងបានហូបផ្លែវាសម្រាប់រដូវនេះឲ្យសោះដើមឈើកំពុងតែប្រើប្រាស់ធម្មពលទាំងអស់របស់វាផ្ដោតតែទៅលើការលូតលាស់ឲ្យខ្ពស់ឡើងតែប៉ុណ្ណោះដូច្នេះយើងនឹងកែតម្រូវបញ្ហានេះភ្លាមដោយមិនចាំបាច់ចំណាយលុយកាក់អ្វីទាំងអស់បើចុះវាសាមញ្ញណាស់អ្នកត្រូវយកខ្សែឬខ្សែពួរទន់មួយកង់មកប្រើសំខាន់គឺកុំប្រើលូស្ដាងឲ្យស្លោះដើម្បីកុំឲ្យវាមុតសម្បកដើមឈើចុងមកខាន់នៃខ្សែនោះទៅនឹងផ្នែកខាងលើនៃមេឃឈើដោយប្រុងប្រយ័ត្នឥឡូវនេះអ្នកត្រូវបត់វាចុះក្រោមយឺតតែថ្នមមិនចាំបាច់បំបាក់ឬបង្ខំវាភ្លាមនោះទេយើងគ្រាន់តែចង់បដូរទីដៃរបស់វាដើម្បីឲ្យវាផ្អៀងចុះក្រោមស្ទើរតែស្របនឹងដីជំនួសឲ្យការនៅផ្លាំងលើមេឃនៅពេលដែលអ្នកបានបត់វាដល់ទីតាំងនោះហើយអ្នកត្រូវចាប់ចុងខាងទៀតនៃខ្សែនោះអ្នកអាចចងវាទៅនឹងថ្មធំមួយនៅលើដីឬទៅនឹងបង្គោលឈើឬសូម្បីតែមែកឈើដែលធំជាងនិងទាបជាងនៅលើដើមឈើនោះផ្ទាល់ក៏បានសូមសង្កេតមើលលទ្ធផលដែលទទួលបានមែកឈើលែងងើបឡើងលើទៀតហើយឥឡូវនេះវាត្រូវបានទប់ឲ្យនៅស្ងៀមហើយតើយើងទទួលបានអ្វីខ្លះពីការធ្វើសកម្មភាពសាមញ្ញនេះអ្នកទើបតែបានផ្លាស់ប្ដូរផ្នែកកំពូលនៃដើមឈើរបស់អ្នកទាំងស្រុងចុះឈើនិងកម្លាំងរបស់ដើមឈើគឺប្រៀបដូចជាទឹកដែលកំពុងហូរឡើងតាមបំពង់ដោយសម្ពាធខ្លាំងអញ្ចឹងនៅពេលដែលអ្នកបាត់មែកឈើនោះអ្នកបានដាក់ស្រាំងដៃដើម្បីបន្ថយល្បឿននោះហើយកម្លាំងលែងអាចហក់ឡើងទៅលើបានទៀតហើយដូច្នេះវាមិនមានជម្រើសអ្វីក្រៅពីត្រូវបែងចែកទៅតាមត្រួយទាំងអស់ដែលមាននៅតាមបណ្ដោយមេឃនោះទេដើមឈើដឹងថាវាមិនអាចលូតលាស់ខ្ពស់ជាងនេះបានទៀតទេហើយវានិយាយថាអូខេអញ្ចឹងដល់ពេលត្រូវចេញផ្លែហើយក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍អ្នកនឹងឃើញថាពីចំណុចតូចទាំងនេះជំនួសឲ្យការដុះមែកឈើថ្មីវានឹងចាប់ផ្ដើមចេញផ្កាជាចង្កំយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយឥឡូវនេះយើងចូលដល់វិធីសាស្ត្រទី2វិធីសាស្ត្រនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ហើយក៏សាមញ្ញបំផុតដែរប៉ុន្តែមនុស្សជាច្រើនមិនបានដឹងពីវាទាល់តែសោះអ្វីដែលកើតឡើងចំពោះដើមឈើហូបផ្លែជាច្រើនគឺថាពួកវាចាប់ផ្ដើមឈើប្រសិនបើដើមឈើដុះនៅលើដីដែលទន់និងងាយស្រួលវានឹងមិនខំប្រឹងធ្វើការនោះទេអ្វីដែលវាធ្វើគឺគ្រាន់តែស្រូបយកទឹកនិងសារធាតុចិញ្ចឹមមិនឈប់ឈរដើម្បីលូតលាស់ឡើងលើតែប៉ុណ្ណោះវាធំធាត់ស្រស់ស្អាតហើយពោពេញដោយស្លឹកបៃតងនិយាយទៅបើអ្នកចង់បានលប់ត្រជាក់សម្រាប់អង្គុយលេងនៅរដូវក្តៅនោះវាក៏ល្អយ៉ាងដែរប៉ុន្តែប្រសិនបើគោលបំណងរបស់អ្នកគឺចង់ប្រមូលផលផ្លែឈើឲ្យបានច្រើនការមានដើមឈើដែលគិតតែពីដុះស្លឹកគឺពិតជាបញ្ហាព្រោះវានឹងមិនផ្ដល់ផ្លែក្រូចឆ្មាឬផ្លែប៉ោមសូម្បីតែមួយផ្លែឲ្យអ្នកឡើយដូច្នេះដើម្បីដាក់ដើមឈើឲ្យខ្ញាក់និងបង្ខំឲ្យវាចេញផ្លែយើងនឹងប្រើប្រាស់បែលតូចឬឧបករណ៍កាយដេរដោយដៃសាមញ្ញមួយក្នុងករណីនេះដោយសារយើងដាំវាក្នុងផាងអ្វីដែលយើងត្រូវធ្វើគឺចាប់បែកចុះទៅក្នុងដីជារង្វង់ជុំវិញគែមផានដោយឲ្យប៉ះនឹងជញ្ជាំងផានតែម្ដងអ្នកគ្រាន់តែចាក់កាត់ដីក្នុងជារង្វង់មូលដែលកុំឲ្យជិបគល់ឈើពេកធ្វើបែបនេះម្យ៉ាងទៀតប្រសិនបើអ្នកដាំដើមឈើដោយផ្ទាល់នៅលើដីឬក្នុងសួនច្បារក៏អ្នកអាចធ្វើដូចគ្នានេះបានដែរគ្រាន់តែថាជំនួសឲ្យការប្រើបែលតូចអ្នកប្រើបែលសួនធម្មតាហើយចាក់ដី3-4ដងជុំវិញគល់ឈើដោយទុកចន្លោះប្រហែល2ចំអាមពីគល់ប៉ុន្តែត្រូវប្រយ័ត្នឲ្យមែនទែនកុំធ្វើខ្លាំងពេកមិនមែនមានន័យថាឲ្យអ្នកកាយដីចេញទីផានទាំងអស់ឬដកដុំរូតចេញដើម្បីបំផ្លាញឧស្ម័នដែលត្រទ្រង់ដើមឈើនោះទេ
យើងគ្រាន់តែចង់យកបែលតូចកាយជុំវិញហ្គេមដើម្បីកាត់ទ្រឹស្តូចដែលនៅខាងលើបំផុតបន្តិចបន្តួចប៉ុណ្ណោះកាយជុំវិញហ្គេមផានពីរបីដងឲ្យស្អាតជាការស្រេចដែលមិនធ្វើឲ្យវាខូចខាតអ្វីឡើយហើយហេតុអ្វីបានជាល្បិចសាមញ្ញនេះដំណើរការទៅបានពីព្រោះនៅពេលដែលអ្នកកាត់ជ្រុះតូចនៅផ្ទៃខាងលើបន្តិចបន្តួចអ្នកកំពុងធ្វើឲ្យដើមក្រូចឆ្មាមានការភ្ញាក់ផ្អើលបន្តិចរុក្ខជាតិនឹងមានអារម្មណ៍ថាមានការប៉ះពាល់ដល់រឿងរបស់វាហើយវានឹងមានប្រតិកម្មភ្លាមវាជប់ផ្ដោតតែលើការដុសស្លឹកទៀតហើយដែលវាបន្ថយការលូតលាស់មែកធាងហើយប្រមូលកម្លាំងទាំងអស់ដើម្បីចេញផ្កាវិញប៉ុន្តែសូមប្រយ័ត្នស្ដាប់ឲ្យច្បាស់នៅអ្វីដែលខ្ញុំនឹងប្រាប់នៅឥឡូវនេះព្រោះវាជាអាចកំបាំងដ៏សំខាន់បំផុតក្នុងចំណោមអាចកំបាំងទាំងអស់បច្ចេកទេសទាំងនេះត្រូវបានគេទទួលស្គាល់យ៉ាងច្បាស់ហើយគេបានអនុវត្តគ្នាជាយូរមកហើយប៉ុន្តែអ្នកត្រូវធ្វើវាមួយខែមុនរដូវផ្ការីកធម្មជាតិពោលគឺនៅចុងរដូវរងាឬដើមរដូវផ្ការីកអាស្រ័យទៅតាមតំបន់ដែលអ្នករស់នៅប្រសិនបើអ្នកគិតចង់ធ្វើបែបនេះនៅក្រៅរដូវកាលដើមឈើនឹងចេញផ្កាដោយសារការភ្ញាក់ផ្អើលមែនប៉ុន្តែដោយសារអាកាសធាតុឬសីតុណ្ហភាពមិនអំណោយផលផ្កាទាំងនោះនឹងជ្រុះអស់ដោយមិនផ្ដល់ផ្លែក្រូចឆ្មាសូម្បីតែមួយផ្លែធ្វើវាមួយខែមុនរដូវកាលរបស់វាហើយអ្នកនឹងឃើញថាផ្កាទាំងនោះនឹងចុកយ៉ាងរឹងមាំហើយក្លាយជាទិន្នផលដ៏ច្រើនសន្ធឹកសន្ធាប់ឥឡូវនេះយើងចូលទៅដល់វិធីសាស្ត្រទី3និងចុងក្រោយយើងហៅវិធីនេះថាជាការបោកបញ្ឆោតដោយទឹកហើយវាគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតមួយដែលអ្នកអាចប្រើបានមិនថាអ្នកដាំវាក្នុងផាំងឬដាំវានៅក្នុងសួននោះទេអ្នកដឹងទេនៅពេលដែលយើងស្រោចទឹកដើមឈើតាមទម្លាប់ដោយស្រោចទឹកបន្តិចបន្តួចជារៀងរាល់ថ្ងៃដោយមិនខកខានដើមឈើនោះនឹងមានអារម្មណ៍ថាវាស្ថិតនៅក្នុងតំបន់ដែលមានផាសុកភាពបំផុតវាគ្មានការប្រញាប់ប្រញាល់ក្នុងការបន្តពូជឬផ្ដល់ផ្លែផ្កានោះទេព្រោះវាដឹងថាវានឹងមិនខ្លាចទឹកឡើយជាមួយនឹងវិធីសាស្ត្រនេះអ្វីដែលយើងនឹងធ្វើគឺបំបីទម្លាប់របស់វាទាំងស្រុងដើម្បីបង្ខំឲ្យវាមានប្រតិកម្មហើយតើយើងនឹងធ្វើវាដោយរបៀបណាវាសាមញ្ញបំផុតអ្នកត្រូវកាប់ផ្ដាច់ការស្រោចទឹករបស់វាទាំងស្រុងក្នុងរយៈពេល2 3ថ្ងៃអ្នកត្រូវសង្កេតមើលវាជារៀងរាល់ថ្ងៃនៅពេលអ្នកឃើញថាដីស្មូតហើយស្លឹករបស់វាបាត់បង់ភាពរលោងខ្លាំងបន្តិចឬរួញចូលបន្តិចប្រយ័ត្នណាគឺត្រឹមតែបន្តិចប៉ុណ្ណោះកុំឲ្យរុក្ខជាតិក្រៀមស្វិតឬជួស្លឹកនោះហើយជាពេលដែលយើងត្រូវធ្វើសកម្មភាពនៅពេលនោះភ្លាមអ្នកត្រូវស្រោចទឹកឲ្យជោគជាមតែម្ដងចាក់ទឹកមួយធុងឲ្យជោគនៅត្រង់គល់ដើម្បីឲ្យដីសាមជោគទាំងស្រុងហើយតើមានអ្វីកើតឡើងនៅក្នុងក្បាលរបស់ដើមឈើនៅពេលអ្នកធ្វើបែបនេះនៅពេលឆ្លងកាត់ភាពរងស្មូតបន្តិចបន្តួចនោះហើយទទួលបានទឹកយ៉ាងច្រើនភ្លាមដើមឈើនឹងយល់ថាវាបានបញ្ចប់រដូវកាលដ៏លំបាកហើយរដូវភ្លៀងល្អបានមកដល់ហើយរុក្ខជាតិនោះមានការភ្ញាក់ផ្អើលបន្តិចវាចាប់ផ្ដើមសកម្មឡើងហើយនិយាយថានេះជាពេលរបស់ខ្ញុំហើយវាបញ្ឈប់ការលូតលាស់នៃមែកឈើភ្លាមហើយបញ្ជូនថាមពលទាំងអស់ទៅពន្លកផ្កាវិញប៉ុន្តែដូចទៅនឹងវិធីសាស្ត្រមុនដែរសូមចងចាំថាត្រូវធ្វើវាមួយខែមុនរដូវកាលធម្មតារបស់វាប្រសិនបើអ្នកធ្វើវាមួយខែមុនការឆ្លើយតបរបស់ដើមឈើនឹងមានការចេញផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹងក្លាយទៅជាផ្លែឈើពិតប្រាកដឥឡូវនេះសូមអនុវត្តការកែសម្រួលសាមញ្ញទាំង3នេះនៅពេលវេលាដ៏ត្រឹមត្រូវហើយខ្ញុំធានាថារដូវកាលនេះអ្នកនឹងឃើញដើមឈើរបស់អ្នកដូចដែលអ្នកមិនធ្លាប់ឃើញពីមុនមកពោពេញដោយផ្លែឈើហើយប្រសិនបើអ្នកមានចម្ងល់អ្វីឬប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនទាន់យល់ច្បាស់ពីជំហានណាមួយក្នុងវីដេអូនេះទេសូមគ្រាន់តែបញ្ចេញមតិនៅខាងក្រោមនេះចុះខ្ញុំនឹងរីករាយក្នុងការដោះស្រាយចម្ងល់របស់អ្នកដូច្នេះសូមសរសេរប្រាប់ខ្ញុំក្នុងមតិយោបល់ថាតើអ្នកកំពុងទស្សនាវីដេអូនេះពីទីណាហើយតើអ្នកកំពុងជួបបញ្ហាជាមួយដើមឈើហូបផ្លែប្រភេទណាតាមរយៈនោះខ្ញុំនឹងអាចណែនាំអ្នកបានយ៉ាងច្បាស់ថាតើពេលណាជាពេលវេលាដ៏ល្អបំផុតយោងទៅតាមអាកាសធាតុរបស់អ្នកដើម្បីអនុវត្តវិធីសាស្ត្រទាំងនេះប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like ឲ្យខ្ញុំផងចុច subscribe ពី channel ដើម្បីកុំឲ្យខកខានវីដេអូថ្មីហើយចែករំលែកវាទៅកាន់អ្នកដែលមានដើមឈើហូបផ្លែមិនសូវល្អនៅផ្ទះសូមជូនពរអ្នកទាំងអស់គ្នាហើយជួបគ្នានៅក្នុងគន្លងបន្ត